ភាពការសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុតហើយបន្ទាប់ពីកាសែត The Wall Street Journal នៅថ្ងៃទី15កក្កដាបានទម្លាយថាប្រធានាធិបតីលោក Donald Trump កំពុងតែផ្អៀងទៅរកការសម្រេចចិត្តពង្រីកប្រតិបត្តិការយោធាទ្រង់ទ្រាយធំរួមទាំងលទ្ធភាពបញ្ជូនកងទ័ពជើងគោកវាយលុកចូលទឹកដីអ៊ីរ៉ង់ថែមទៀតផងមិនតែប៉ុណ្ណោះលោក Trump បានចេញមុខប្រកាសព្រមានចំនៅលើកញ្ចក់ទូរទស្សន៍នៅថ្ងៃទី15កក្កដាថាអាមេរិកនឹងវាយគំទេចភ្នំពេជ្រខេនដែលជាបន្ទាយយោធានិងជាកន្លែងកែច្នៃអាវុធនុយក្លេអ៊ែរក្រំដីដ៏រឹងមាំបំផុតរបស់អ៊ីរ៉ង់ដែលកប់ក្រោមរុំភ្នំជម្រៅរាប់រយម៉ែត្រលោក Trump បានបញ្ជូនសារព្រមានច្បាស់ទៅកាន់ទីក្រុងតេហេរ៉ង់ថាយើងនឹងគំទេចភ្នំពេជ្រខេនចោលទាំងស្រុងហើយប្រាប់អ៊ីរ៉ង់ឲ្យត្រៀមខ្លួនទៅមិនត្រឹមតែសម្ដីគំរាមឡើយប្រិមិត្តនៅលើសមរភូមិជាក់ស្ដែងកងបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកទើបតែបានបើកការវាយប្រហារតាមតែនអាកាសយ៉ាងខ្លាំងក្លាជាច្រើនរលកបុកគំទេចប្រព័ន្ធការពារឆ្នេរសមុទ្រនិងមូលដ្ឋានមីស៊ីលរបស់អ៊ីរ៉ង់នៅតំបន់ច្រកសមុទ្រហូម៉ូលោក Trump បានដាក់អសានវិទ្យចុងក្រោយថាបើអ៊ីរ៉ង់មិនព្រមវិលត្រឡប់មកតុចរចានោះទេសប្តាហ៍ក្រោយនេះសង្គ្រាមនឹងកាត់